មនុស្សដែលស្រឡាញ់យើងពិតកូនជាទីស្រឡាញ់មនុស្សដែលស្រឡាញ់យើងពិតឬមិនពិតនោះក៏មើលត្រឹមតែសម្បកក្រៅឬស្ដាប់ត្រឹមតែពាក្យសម្ដីរបស់គេប៉ុណ្ណោះឯសោះអាកប្បកិរិយាគេអាចធ្វើបានឯពាក្យសម្ដីវាគ្រាន់តែជាខ្យល់មាត់អាចផ្លាស់ប្ដូរបានយ៉ាងណាឬមិនដូចចិត្តគំនិតដែលគិតយ៉ាងម៉េចគឺចេះតែប្រព្រឹត្តទៅបានទាំងអស់មនុស្សដែលពោលថាស្រឡាញ់យើងស្គាល់ចិត្តស្គាល់ខ្លាំងយើងនិងគោរពរាប់អានយើងនោះអាចគ្រាន់តែជាទឹកអប់ដែលបាញ់ដាក់មកឲ្យយើងសប្បាយចិត្តតែប៉ុណ្ណោះចិត្តពិតរបស់គេអាចស្អប់យើងក៏បានប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយទៅធ្វើឲ្យគេនិយាយឬមានអាកប្បកិរិយាយ៉ាងនោះឯងមនុស្សដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសំបីតែម្ដងមិនធ្លាប់អួតសរសើរយើងម្ដងណាសោះតែគេអាចជាមនុស្សស្រឡាញ់យើងដោយពិតស្មោះត្រង់ជាមួយយើងជាប្រកបក៏មានដែរដែលពោលមកនេះមិនមែនបានន័យថាអ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់សុទ្ធតែមិនស្រឡាញ់យើងដោយពិតឬពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្ដងសោះសុទ្ធតែស្រឡាញ់យើងដោយពិតនោះឡើយគ្រាន់តែចង់ប្រាប់ឲ្យកូនដឹងថាអ្នកណាស្រឡាញ់ឬមិនស្រឡាញ់យើងដោយពិតនោះមិនមែននៅត្រង់សម្បកក្រៅនិងខ្យល់មាត់នោះទេគឺនៅត្រង់ការធ្វើពិតដែលយើងត្រូវតែសង្កេតពិនិត្យក្នុងការយល់មនុស្សដែលល្អចំពោះយើងរមែងល្អទាំងចំពោះមុខទាំងកំបាំងមុខគឺតែងតែជួយយើងរក្សាយើងទំនុកបម្រុងនឹងការពារយើងមិនថាយើងនឹងទៅជាយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយយើងនោះឯងដែលជាការស្រឡាញ់ពិតត្រង់ដែលគេនិយាយថាស្រឡាញ់យើងឬមិននិយាយនោះវាមិនសំខាន់ឡើយឯចំណែកមនុស្សដែលល្អតែនឹងមុខយើងក្រោយខ្នងនន្ទាយើងមិនទំនុកបម្រុងយើងមិនកំត្រួយើងនិយាយបរោះជាមួយគ្រាន់តែដើម្បីពឹងពាក់ឬប្រើយើងមាត់និងចិត្តប្រព្រឹត្តទៅផ្សេងគ្នានោះឯងគឺជាអ្នកដែលមិនស្រឡាញ់យើងពិតទោះបីមាត់គេប្រាប់ថាយើងល្អយ៉ាងនេះល្អយ៉ាងនោះក៏មិនអាចជឿបានដែរក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯងកុំពង្វេងច្រឡំទៅរីករាយជាមួយពាក្យសម្ដីរបស់អ្នកបោកប្រាស់ទាំងនោះនាំឲ្យខូចខ្លួនផងអស់ទ្រព្យផងព្រមទាំងត្រូវខកចិត្តដល់ក្រៃលែងផង